adverbial clauses of manner វាឆ្លើយនឹងសំណួរ how តែទេអត់មានអីនៅខាងក្រោយវាអត់មាន far អត់មាន long អត់មានអញ្ចឹងយើងចាប់តាមពីនេះមកណាគេ adverbial clause of manner start from asked until instructed their commander is the subject, right? Head instructed is a verb. Yeah. The troop defended the border is main clause. Main clause, or we call independent clause. Hello everyone and welcome to this video. In this video we are going to talk about the fourth kind of adverbial clauses. The fourth kind of adverbial clauses is called adverbial clauses of manner. So how can we recognize the adverbial clauses of manner? Which word that precede adverbial clauses of manner, and how are they different from adverbial of time, adverbial of place, and adverbial of distance and frequency? Okay, and before starting today's lesson, I would like to suggest you to watch the previous video about adverbial of time, adverbial of place, adverbial of distance, and adverbial of frequency, because they are also important for you to move forward, right? អញ្ចឹងនៅក្នុងវីដេអូនេះយើងជួបគ្នាជាថ្មីជាមួយនឹងមេរៀនថ្មីបាទក៏ប៉ុន្តែមិនឆ្ងាយពីមេរៀនចាស់ប្រហែលទេគឺវានៅតែនិយាយអំពី adverbial clause ដដែលគឺយើងចូលទៅដល់ adverbial clause ប្រភេទទី4ដែលយើងហៅថា adverbial clause of manner បាទខ្ញុំពិបាកបញ្យល់ជាភាសាខ្មែរនៅពាក្យ manner នេះមកគឺថាតែខ្ញុំបញ្យល់ជាទូទៅបាទ adverbial clause of manner នោះគឺវាបង្ហាញជាភាសាខ្មែរយើងថាបង្ហាញពីលក្ខណៈឬក៏របៀបនៃអ្វីមួយដែលបានកើតឡើងអូខេតែលម្អិតយ៉ាងណាយើងចូលទៅក្នុងមេរៀនរបស់យើងទាំងអស់គ្នាណាបាទអញ្ចឹងកុំឲ្យខាត់ពេកយើងចូលទៅមេរៀនរបស់យើងតែម្ដង Let's begin. So what is an adverbial clause of manner? អ្វីទៅជា adverbial clause of manner? Alright, adverbial clause of manner describe how an action happen. អញ្ចឹងវាខុសពី adverbial clause of distance, adverbial clause of manner. Adverbial clause of distance ជាទូទៅវាឆ្លើយទៅនឹងសំណួរ how far, how long មិនចឹងទេបងប្អូនបាទ Adverbial clause of frequency វាឆ្លើយទៅនឹងសំណួរ how often, how frequently បាទអញ្ចឹងមិនមែន how ទៅទេណាបងប្អូនណាចំណែកឯ Adverbial clauses of manner វាឆ្លើយនឹងសំណួរ how តែទេអត់មានអីនៅខាងក្រោយវាអត់មាន far អត់មាន long អត់មាន often អត់មាន frequently អីទេឆ្លើយសំណួរតែមួយគត់គឺ how ដូច្នេះវាពិពណ៌នាឬក៏ប្រាប់អំពីលក្ខណៈ manner ហ្នឹងប្រែថាលក្ខណៈឬក៏វិធីណាបងប្អូនបង្ហាញអំពីលក្ខណៈនៃសកម្មភាពអ្វីមួយដែលវាកើតឡើងនៅក្នុង main clause ណាឬក៏យើងហៅថា independent clause ដូច្នេះមានន័យថា adverbial clause of manner វាគឺជា clause មួយដើរតួជាគុណកិរិយាយើងហៅថា adverb គុណកិរិយាបង្ហាញអំពីលក្ខណៈឬក៏របៀបនៃអ្វីមួយដែលវាកើតឡើងយើងឲ្យឈ្មោះថា adverbial clauses of manner គន្លឹះចំណាំរបស់វាគឺវាឆ្លើយទៅនឹងសំណួរឬក៏វាពិពណ៌នាប្រាប់អំពីសំណួរមួយគេសួរថា how an action happen វាឆ្លើយសំណួរមួយហ្នឹងវាជា adverb of manner អូខេអញ្ចឹងមានលក្ខណៈសម្គាល់ឬក៏ពាក្យអីខ្លះដែលវាដឹកពីមុខ clause របៀបនេះជាទូទៅគឺវាតែងតែចាប់ដើមឡើងឬក៏ដឹកពីមុខដោយ asked ណា asked នេះមានច្រើនណាស់បងប្អូន time ក៏ asked ដែរ time ណា adverbial clauses of time ក៏មាន asked ដែរបាទadverbial clause of reason ក៏មាន asked ដែរប៉ុន្តែយើងអត់ទាន់បានរៀនទេណាបងប្អូនបាទ adverbial clause of place យើងបានរៀនហើយប៉ុន្តែដូចជាអត់មានទេណោះបាទអត់មាន asked ទេណាអត់មានទេបន្តមកទៀតយើងចូល adverbial clause of frequency adverbial clause of distance គឺអត់មាន as នេះទេបាទឥឡូវយើងចូលដល់ adverbial clause of manner គឺមាន as ហើយណាមាន as នេះហើយអញ្ចឹងច្រឡំតែជាមួយនឹង
ទី1គឺ time ដែលយើងបានរៀនហើយ adverbial clause of time ដែលវាមានន័យថា while ឬក៏មានន័យថា when ប្រែថាពេលណាខណៈពេលណាអញ្ចឹងហ៎បាទខណៈពេលដែលបាទមិនពេលណាទេណាខណៈពេលដែលឬក៏ពេលដែលវាអាចច្រឡំគ្នាអញ្ចឹងប៉ុន្តែក្នុងនេះយើងអត់មានវាអត់ប្រែថាខណៈពេលដែលឬក៏ពេលដែលអញ្ចឹងទេបាទយើងប្រែថាហាក់ដូចជាឬក៏ដូចទៅវិញឬក៏តាមបាទ as ហ្នឹងបាទមានពាក្យមួយទៀត subordinate term មួយទៀតដូចជា as if ណា as if ប្រែន័យវាស្តៀងគ្នាទេបងប្អូនអាបីដូចជានឹងឯងណាបាទឬក៏ដូចឬក៏តាមមានមួយទៀតដូចជា as though ណា as though ហាក់ដូចជាណាចឹងដូចគ្នាណាបាទហើយមួយទៀតគឺ the way ណាអានេះតាមពិតទៅយើងមិនសូវបានប្រើទេបាទ the way នេះបាទវាមិនមែនជា standard គេហៅថាវាមិនមែនជា standard subordinator ណាជាទូទៅ subordinator វាអត់មានពាក្យ the way ទេបាទក៏ប៉ុន្តែពាក្យហ្នឹងគេយកមកភ្ជាប់អញ្ចឹងដែរបាទអញ្ចឹងក្នុងនេះខ្ញុំដាក់បញ្ចូលទាំងពាក្យមួយនឹងឲ្យទៀតទៅបាទឥឡូវយើងមើលឧទាហរណ៍បន្តិចរបស់ adverbial clauses of manner ឧទាហរណ៍ណា example the troops defended the border as their commander had instructed. The troops defended the border as their commander had instructed. អញ្ចឹងយើងចាប់តាមពីនេះមកណាadverbial clause of manner start from asked until instructed. Until instructed. Their commander is the subject, right? Had instructed is a verb. Yeah. The troop defended the border is main clause. Main clause or we call independent clause. ណាអញ្ចឹងមាន main clause មួយមាន subordinate clause មួយបញ្ចូលគ្នាទៅវាជា complex sentence ណាបាទអញ្ចឹងក្នុង complex sentence នេះវាមាន subordinate clause មួយហើយ subordinate clause វាចែកជាច្រើនប្រភេទបាទក្នុងនេះយើងនិយាយអំពី adverbial clause មិនអញ្ចឹងហ៎subordinate adverbial clause ហើយ adverbial clause វាចែកជាប្រភេទផ្សេងច្រើនទៀតមាន time clause មាន place clause បាទមាន frequency distance ណាហើយក្នុងនេះគឺយើងចូលដល់ manner ណាកន្លែងនេះ manner វាឆ្លើយសំណួរអីមិញបងប្អូនឆ្លើយសំណួរ how អញ្ចឹងគេសួរថា how did the troop defend the border តើកងទ័ពនឹងគាត់ការពារព្រំដែនគាត់នឹងរបៀបម៉េចឃើញទេអញ្ចឹងគាត់ការពារព្រំដែនរបស់គាត់តាមដែលមេរបស់ខ្លួននឹងបានណែនាំតែមេណែនាំធ្វើម៉េចគាត់ធ្វើអញ្ចឹងតាមអញ្ចឹងរបៀបនៃគាត់ធ្វើគាត់ធ្វើតាមមេអូខេអញ្ចឹងនេះជាការបកប្រែខាងក្រោមនេះឲ្យជូនបងប្អូនហើយណាអញ្ចឹងនេះប៉ុណ្្នឹងយើងហៅថា complex sentence ដែលក្នុងនោះវាមាន adverbial clause of manner អូខេឧទាហរណ៍មួយទៀតThe Cambodian soldiers defended their territory as if their life depended on it. So adverbial clauses of manner count from as if until depended on it. យើងប្រែថាម៉េចទៅបាទទាហានកម្ពុជាបានការពារនៅដែនអធិបតេយ្យរបស់ខ្លួនឬក៏ដែនដីរបស់ខ្លួនបាទដូចជាជីវិតរបស់ខ្លួននឹងផ្អែកទៅលើទឹកដីមួយនឹងអញ្ចឹងបាទណាឬក៏តាមដែលជីវិតរបស់ខ្លួននឹងផ្អែក depended on បាទផ្អែកទៅលើទឹកដីមួយនឹងអញ្ចឹងមានន័យថាដោយសារតែជីវិតរបស់ខ្លួននឹងវាពឹងលើទឹកដីនឹងណាអត់មានទឹកដីនឹងបានអីរស់នៅអញ្ចឹងហើយគាត់ត្រូវការពារដែនអធិបតេយ្យភាពរបស់ខ្លួននឹងតាមដែលជីវិតរបស់ខ្លួនឬក៏ដូចដែលជីវិតរបស់ខ្លួននឹងពឹងផ្អែកទៅលើទឹកដីនឹងអញ្ចឹងនេះបកតាមពាក្យបន្តិចទៅណាបាទអូខេអញ្ចឹងអានឹងគឺជា adverbial clause of manner វាឆ្លើយប្រាប់អំពីរបៀបគេសួរសំណួរថា how did the Cambodian soldier defend their territory គាត់ការពារទឹកដីល្មិចទៅគាត់ការពារទឹកដីតាមដែលជីវិតរបស់ខ្លួននឹងវាស្រ័យទៅលើទឹកដីហ្នឹងបាទអត់មានទឹកដីហ្នឹងអត់មានអីរស់ទេអញ្ចឹងសុខចិត្តបូជាជីវិតបើអត់មានទឹកដីដដែលណាសុខចិត្តស្លាប់អញ្ចឹងត្រូវប្រយុទ្ធបាទលុះដំណក់ចុងក្រោយបាទណាតោះឥ
tí họ mới tiết the villagers near the border flee nè và as though war had already broken down តែថាមិនទៅបាទគឺអ្នកភូមិដែលនៅក្បែរព្រំដែនហ្នឹងអ្នកភូមិដែលរស់នៅក្បែរព្រំដែនហ្នឹងបានជំលះខ្លួនចេញបាទហាក់បីដូចជាសង្គ្រាមហ្នឹងបានផ្ទុះឡើងហើយអញ្ចឹងបាទអញ្ចឹងបែរថាអ្នកភូមិហ្នឹងគាត់ជំលះខ្លួនចេញគាត់ជំនះល្មិចទៅគាត់ជំលះខ្លួនហ្នឹងហាក់បីដូចជាសង្គ្រាមហ្នឹងបានផ្ទុះឡើងហើយអញ្ចឹងបាទមិនជំលះខ្លួនមុនដល់ផ្ទុះណាបាទតែជំលះខ្លួនហ្នឹងហាក់បីដូចជាសង្គ្រាមបានផ្ទុះហើយបាទចេញដំណើរទៅគឺថាស្លន់ស្លោលឿនតែម្ដងណាបាទអាហ្នឹងបង្ហាញអំពីលក្ខណៈដែលគាត់ជំលះខ្លួនរួចមិនគាត់ធ្វើមួយហ៎តាមធម្មតាតែអត់ទេណាស្លន់ស្លោដូចដែលសង្គ្រាមហ្នឹងបានផ្ទុះហើយអញ្ចឹងបានផ្ទុះឡើងហើយអញ្ចឹងវាបង្ហាញពីលក្ខណៈនៃការជំលះរបស់គាត់អញ្ចឹងអាខ្លោះចុងក្រោយនេះ as though the war had already broken down វាពិពណ៌នាអំពីរបៀបឬក៏លក្ខណៈនៃអ្នកភូមិដែលនៅក្បែរព្រំដែនហ្នឹងគាត់បានជំនះខ្លួនវាពិពណ៌នាទៅឲ្យ verb មួយនេះ verb flat តា flee flat ជំនះនេះគាត់ជំនះយ៉ាងម៉េចឃើញទេវាបង្ហាញពីលក្ខណៈនៃសកម្មភាពដែលវាកើតឡើងហ្នឹងនឹងឲ្យឈ្មោះថា adverbial clause of manner ភ្ជាប់ជាមួយនឹង main clause របស់វាជាបាទ complex sentence អូខេខ្ញុំនិយាយ complex sentence អីអញ្ចឹងមិនដឹងថាបងប្អូនដែលថ្មីយល់មិនយល់បាទបើមិនយល់ទេត្រូវទៅមើលមេរៀនចាស់ណាបងប្អូនព្រោះខ្ញុំនិយាយនេះគឺសំដៅដល់អ្នកដែលបានរៀនពីដើមមកជាមួយខ្ញុំណាបន្តមកយើងស្គាល់ simple sentence compound sentence complex sentence compound complex sentence យើងស្គាល់អស់ហើយណា sentence ទាំង4ប្រភេទគឺបងប្អូនដែលរៀនជាមួយខ្ញុំគឺគាត់ស្គាល់អស់ហើយអញ្ចឹងខ្ញុំប្រាប់អញ្ចឹងទៅគាត់យល់ហើយសម្រាប់អ្នកថ្មីអាចឆ្ងល់ស្អីគេ complex ហ្នឹងឆ្ងល់ទៀតណាចឹងទៅមើលមេរៀនចាស់ផងបាទឥឡូវចូលដល់ឧទាហរណ៍ចុងក្រោយបាទសម្រាប់ឧទាហរណ៍ចុងក្រោយ The two governments try to negotiate the way peace talks are usually conducted within ASEAN okay dependent clause យើងពីធំនេះមក the way peace talks are usually conducted within ASEAN ណាអានេះមិញគឺជាអីបាទជាពាក្យដែលដឹកនាំពីមុខ clause ហ្នឹងដែលបង្កើតទៅជា adverbial clause of manner ហើយ peace talks គឺជា subject ណាខ្ញុំគូសម្ដុំគេ are usually conducted បាទនេះគឺជា verb phrase វានៅតែជា verb ដដែលវាលក្ខណៈទម្រង់ passive voice ណាបាទគឺមាន verb to be បូក verb ទី3បាទត្រូវបានរៀបចំឡើងឬក៏ប្រព្រឹត្តឡើងឬក៏ធ្វើឡើងបាទហើយ usually ជាធម្មតាធ្វើឡើងជាធម្មតារបស់វា within ASEAN គឺជា propositional phrase ណាបាទអញ្ចឹងយើងប៉ុណ្ណឹងវាជា clause មួយឯងវាជា dependent clause មួយជា clause មួយដែលមិនឯករាជ្យជា clause រណបវាអត់អាចនៅតែឯងបានវាភ្ជាប់ជាមួយនឹង main clause ខាងមុខនេះដែលវាកើតទៅជា complex sentence នោះអញ្ចឹងរដ្ឋាភិបាលនៃប្រទេសទាំងពីរព្យាយាមចរចាគ្នាណា negotiate ព្យាយាមចរចាគ្នាតាមរបៀបតែប្រហែលអញ្ចឹងទៅណាnegotiate the way តាមរបៀបដែលការចរចាសន្តិភាពត្រូវបានធ្វើឡើងជារឿយៗឬក៏ជាធម្មតានៅក្នុងក្របខ័ណ្ឌអាស៊ាននៅក្នុងក្របខ័ណ្ឌអាស៊ានអូខេអញ្ចឹងក្នុងនោះវាជា complex sentence ហើយក្នុង complex sentence នេះមានម្ដុំនេះវាជា adverbial clause of manner បាទ adverbial clause of manner វាជា dependent clause ដដែលចូលគ្នាជា complex sentence អូខេអញ្ចឹងសម្រាប់វីដេអូមួយនេះគឺសន្មតថាចប់តែប៉ុណ្ណេះសរុបឡើងវិញគឺបងប្អូនកំពុងតែសិក្សាអំពី adverbial clause of manner adverbial clause គឺជា dependent clause ប្រភេទទី3ក្នុងចំណោម noun clause adjective clause ទី3នេះគឺ adverbial clause ដែលជា dependent clause ឬក៏ clause មិនអាចនៅតែឯងបានដូចជាប្រយោគបាទហើយ adverbial clause ដែលខ្ញុំបានបញ្ជាក់នោះគឺមាន10ប្រភេទទៅទៀតហើយនេះបងប្អូនកំពុងតែរៀនប្រភេទទី4នៃ adverbial clause អញ្ចឹងបាទជួយរំលឹកបងប្អូនខ្លះឲ្យបានចាំឡើងវិញអូខេអញ្ចឹងសូមមកថាចប់មែនទែនហើយបងប្អូនបាទសូមអរគុណច្រើនសូមជម្រាបលា